Hello សួស្តីបងប្អូនសួស្តីសម្រាប់បងប្អូនអ្នក trader ទាំងអស់ថ្ងៃនេះ admin KH នឹងធ្វើវីដេអូតាក់ទងនឹងការ trade future អញ្ចឹងសម្រាប់បងប្អូនណាដែលមាន big cat ឬមាន exchange ផ្សេងបងប្អូនចង់ trade future បងប្អូនត្រូវតែរបៀបមើលកាក់អញ្ចឹងណាបងប្អូនរបៀបមើលកាក់នៅក្នុងទីផ្សារអញ្ចឹងខ្ញុំ recommend កាក់ file មួយប្រហែលថ្ងៃនេះឡើងរហូតហេតុអ្វីបានតែកាក់នឹងឡើងបងប្អូនកាក់ file ហ្នឹងបងប្អូនវាយ file មក file ហ្នឹងតាក់ទងនឹងយកមក project វាសិននេះ file ហ្នឹងបងប្អូនណាបាទគឺប្រហែលថ្ងៃនេះតាមពីខ្ញុំឡងវាតាមពី$1ជាង$1.30 $1.40អញ្ចឹងបងប្អូនចូលឡងឧទាហរណ៍ថាលុយខ្ញុំមានប៉ុន្មានលុយខ្ញុំមានតែពេលច្រើនខ្ញុំលេងទួយទេបងប្អូនមានតែ$32ទេអញ្ចឹងណាអញ្ចឹងខ្ញុំឡង Bitcoin ចំណេញហើយអញ្ចឹងខ្ញុំ close Bitcoin សិនចំណេញបាន1រៀលបាទអញ្ចឹងខ្ញុំ close Bitcoin ខ្ញុំចង់ឡងកាក់នេះមួយវិញនេះកាក់ file ហ្នឹងគឺតម្លៃយើងមើល time frame របស់វាបងប្អូនចូលទៅមើលទៅគឺកាក់ហ្នឹងបើសិនបើយើងមើលដល់មួយខែកាក់ហ្នឹងឡើងថ្លៃណាបងប្អូននេះអញ្ចឹងនៅតម្លៃនេះបាទហ្មង$2.59កាក់ហ្នឹងធ្លាប់ឡើងដល់$129ណាចុះកាក់ហ្នឹងហេតុអ្វីបានវាចុះមកណែបងប្អូនតម្លៃវាដល់តែ$129ហើយឡើងដល់$2អញ្ចឹងបងប្អូនត្រូវ download CoinGecko មួយទៀតនេះ CoinGecko ហ្នឹងក៏ស្រួលមើលដែរកាក់អញ្ចឹងណាបងប្អូនអញ្ចឹងនៅពេលបងប្អូនបើក CoinGecko ហើយចាំផ្លែដោយសារអ៊ីនធឺណិតវា slow អញ្ចឹងឬក៏ Coin Market Cap អញ្ចឹងណាបងប្អូនតែភាគច្រើនខ្ញុំមើលទៅក្នុងទៅ CoinGecko ទេ CoinGecko នេះវាស្រួលមើលជាង Coin Market Cap អញ្ចឹងណាយើងបើក CoinGecko មកដើម្បីវិភាគកាក់ដើម្បីមើលកាក់អញ្ចឹងយើងវាយ file មកតាមមានព័ត៌មានអីបានមួយថ្ងៃនេះវាឡើងដល់100%ដោយសារយើងធ្វើវីដេអូតាមហាងកាហ្វេតាមអីអញ្ចឹងវាអត់សូវមានពេលបងប្អូនអញ្ចឹង
ឬវាដាក់ SL ខ្ញុំខាត15ដុល្លារអញ្ចឹងណាគេច្រើនបងប្អូនដាក់ SL ឲ្យឆ្ងាយតិចណាទី2អត់អីទេតែយើងដាក់ SL ត្រូវឲ្យឆ្ងាយវាដាក់គិកពេកទីផ្សារធ្វើស៊ីយើងហ្មងអញ្ចឹងណាបងប្អូនអញ្ចឹងដាក់ពីរាសាមកថ្ងៃខាត15ដុល្លារហើយចុចដានមកនេះចុចដាននេះមកហើយចុច confirm មកតែប៉ុណ្្នឹងទេបងប្អូនណាហើយបងប្អូនចង់បិទភ្លាមៗក៏បានដែរនេះបិទភ្លាមៗបងប្អូនយកពី close មកអញ្ចឹងណាបងប្អូនបាទតែប៉ុណ្ណឹងបងប្អូនអរគុណ